អ្នកដែលប្រើប្រាស់កាមេរ៉ាដំបងគួរតែដឹង3ចំណុចនេះចំណុចទី1គឺ aperture នៅក្នុងកាមេរ៉ាគឺអក្សរកាត់វាគឺអក្សរ F អញ្ចឹងព្រោះអក្សរ F ហ្នឹងពេលដែលយើងតម្លាក់វាកាន់តែទាបវាកាន់តែ blur ឧទាហរណ៍អ្នកនរចង់ថត product យើងដាក់ product យើងរៀបចំមកអ្នកនរចង់ឲ្យកាមេរ៉ាហ្នឹង focus តែលើ product ហ្នឹងវានឹងចាប់ product ហ្នឹងច្បាស់ប៉ុន្តែវា blur ខាងក្រោយដាច់អញ្ចឹងដល់ពេលយើងតម្លាក់កាន់តែទាបពលឺដែលវាចូលមកហ្នឹងកាន់តែខ្លាំងអញ្ចឹងវាធ្វើឲ្យរូបភាពរបស់យើងកាន់តែភ្លឺចំណុចទី2គឺ shutter speed ចំពោះ shutter speed នៅពេលដែលកំណត់វាកាន់តែធំចលនារូបភាពវីដេអូរបស់យើងគឺវាកាន់តែលឿនហើយបើសិនជាយើងកំណត់វាកាន់តែទាបនោះគឺល្បឿនចលនាកាន់តែយឺតបង្កើតទៅជា motion blur និង light trail ឧទាហរណ៍ការថតបាល់ទាត់ចំពោះការថតបាល់ទាត់គឺយើងត្រូវប្រើប្រាស់ shutter speed ឲ្យខ្ពស់ដើម្បីចាប់បាននៅចលនារូបភាពនិងវីដេអូបានកាន់តែលឿនដោយសារតែការថតបាល់ទាត់គឺតែតែមានចលនាលឿនដូច្នេះយើងត្រូវការថតឲ្យមាន shutter speed ឲ្យខ្ពស់ដើម្បីឲ្យចាប់បាននៅចលនាឬរូបភាពកាន់តែលឿនដូចគ្នាចំណុចទី3គឺ ISO ចំពោះ ISO នៅក្នុងកាមេរ៉ារបស់យើងពេលដែលយើងតម្លើងវាកាន់តែខ្ពស់ពលឺចូលមកកាន់តែខ្លាំងពេលដែលតម្លាក់វាកាន់តែទាបពលឺចូលមកកាន់តែតិចព្រោះអាហ្នឹងពេលដែលយើងតម្លើងវាទៅធ្វើឲ្យរូបភាពរបស់យើងកាន់តែភ្លឺហើយវាជួយកាត់បន្ថយ noise នៅក្នុងរូបភាពឬក៏វីដេអូរបស់យើងប៉ុន្តែករណីដូចយើងថតនៅ outdoor ដូចថ្ងៃខ្លាំងអីចឹងទៅដល់ពេលដែលយើងតម្លើងខ្ពស់ពេកខុសរូបហ្នឹងវាអាចនឹងឆេះវិញអញ្ចឹងអាហ្នឹងអត់ make sure ថាយើងត្រូវតែកំណត់ប៉ុណ្ណាឲ្យច្បាស់ទេអាហ្នឹងទៅតាមពេលវេលាទីកន្លែងដែលអ្នកនរគ្នាថតយើងអាចតម្លាក់តម្លើងតាមនឹងបើសិនជាតម្លើង shutter speed វារៀងងឹតអ្នកនរគ្នាតម្លើង ISO វារៀងភ្លឺប៉ុន្តែបើសិនជាអ្នកគ្នាតម្លាក់ shutter speed វារៀងភ្លឺខ្លាំងពេកអ្នកគ្នាអាចតម្លាក់ ISO វិញបានអាហ្នឹងយើងតាមទីកន្លែងដែលយើងថតហ្នឹងហើយអាស្រ័យទៅតាមទីតាំងជាក់ស្ដែងអញ្ចឹងពួកយើងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកអស់គ្នាមានចម្ងល់ឬចង់បន្ថែមអ្វីក្នុងវីដេអូនេះអាច comment នៅខាងក្រោម